ពេលតោះចឹងសម្រាប់មេរៀនថ្ងៃនេះយើងនិយាយពី inheritance ចឹងជាប្រភេទចុងក្រោយតទៅមួយនឹង hybrid នេះអញ្ចឹងតទៅមួយនឹង hybrid គឺយើងបានស្គាល់ពីមុនមកខ្លះហើយគឺជាប្រភេទ inheritance មួយដែលយើងប្រើដើម្បី combine ទៅលើ inheritance ជាច្រើនបញ្ចូលគ្នាអញ្ចឹងជាស្ដែងយើងបានស្គាល់ពីមុនមកមាន single inheritance multiple inheritance multi level inheritance និង hierarchical inheritance អញ្ចឹងស្គាល់4ហ្នឹងហើយអញ្ចឹង4ហ្នឹងយើងអាចធ្វើការយកមក combine ចូលគ្នាអញ្ចឹងទៅជាប្រភេទ inheritance មួយថ្មីទៀតដែលគេហៅថា hybrid អញ្ចឹងទីឲ្យខ្ញុំយក single inheritance មក combine គ្នារវាងនឹង multiple inheritance ទៅជា inheritance មួយថ្មីទៀតដែលគេហៅថា hybrid ហ្នឹងហើយអញ្ចឹងហ្នឹងគឺបែបហ្នឹងឯងណាអញ្ចឹងរូបនេះអូខេអញ្ចឹងសម្រាប់រូបនេះគឺយើងឃើញហើយ student នេះហើយជាមួយនឹងយើងមើលមកកណាត់ប៉ុណ្ណេះសិនរវាង learner ហើយនិង sport person នេះគឺជាប្រភេទគេហៅថា multiple inheritance អញ្ចឹងយើងមាន parent យើងគឺ learner ហើយនិង sport person អញ្ចឹង class 2នេះគឺជា class មេរបស់person មួយ student មួយយើងអញ្ចឹងសួរថា student នេះជាអី student នេះគឺជា class child មួយបើយើងនិយាយពី multiple inheritance គឺចេះ multiple យើងឃើញចេះតើណាយើងមាន class មេច្រើនហើយយើងមាន class កូនមួយចឹងនេះគេហៅថាគេ multi នេះយើងនិយាយតាមកណាត់នេះសិនយើងនិយាយថាជា multi នេះតែបើយើងនិយាយប្រៀបធៀបបើយើងកាត់កណាត់មកទៅនេះវិញនេះគេហៅថា single inheritance តែ class មេគឺឈ្មោះថា person ហើយ class កូនគឺ sport person ហ្នឹងឯងណាចឹងយើងបំបែកទៅយើងឃើញថាយើងមាន2ប្រភេទចឹងយើងយកប្រភេទ single inheritance combine គ្នាជាមួយនឹង multiple ទៅជា hybrid inheritance មួយថ្មីទៀតតោះបាននេះខ្ញុំនិយាយហ្នឹងតោះបានទេតន់chờ ចឹងគេហៅថា hybrid ចឹងសុទ្ធតែអាចយកប្រភេទផ្សេងមក combine បានទៀតអត់គឺបានតែថានេះខ្ញុំទីហោមួយសិនគឺការ combine យកប្រើប្រាស់inheritance ពីរផ្គុំចូលគ្នាទៅជា inheritance មួយថ្មីទៀតគេហៅថា hybrid អូខេតោះអញ្ចឹងសម្រាប់ឧទាហរណ៍នេះយើងឃើញមាន class person class learner class sport person ចានេះវាតួ inherit ចេញពី person នេះមកអញ្ចឹងបើយើងប្រៀបធៀបពីរនេះវាជា single អូខេដល់ពេលតមុខយើងឃើញមាន class មួយទៀតគឺ student អញ្ចឹង student ហ្នឹងវាយកចេញពីណាមក student គេយកចេញពីគេ sport person ហើយនិង learner អញ្ចឹងនេះគឺ sport person នេះគឺជា learner អញ្ចឹងអាពីរនេះវាដើរតួជា parent របស់គេរបស់ student យើងប៉ុណ្ណាអញ្ចឹងវាដូចនឹងរូបដែលយើងបង្ហាញមុនអញ្ចឹងប៉ុណ្ណាអញ្ចឹងអាចមើលទីហោនឹងបាននេះគ្រាន់ទីហោខ្លីៗទេយើងមានតែ method មានអីទេយើងអត់បានទៅ init data ឲ្យមែនទែនទេអញ្ចឹងសុទ្ធថាចុះទៅសរសេរមែនទែនពេលណាគឺនៅពេលដែលយើងចាប់ដើមយកទៅ apply ធ្វើវាជាដូចមុនអញ្ចឹងយើងនឹងចាប់ដើមធ្វើវាបែបហ្នឹងហើយនេះយើងរៀនយើងតេស្តមួយសិនទៅគឺយើងអាចតេស្តត្រឹម method មាន behavior ទេមានក្រុម data មួយចំនួនទៅហ្នឹងយើងអាចបានអញ្ចឹងសម្រាប់ object អីគឺធម្មតាទេយើងចង់បានទទួល object ចេញពី class ណាយើងយក class ហ្នឹងមកប្រើមកចាប់ដាក់ស្អីនេះចាំទៅមែនទេចង់បានបាទឆេអូខេអញ្ចឹងអានេះខ្ញុំសម្ដែងឲ្យដែរកន្លែងហ្នឹងគេហៅថា multi level កន្លែងហ្នឹងគេហៅនេះគេនិយាយ multi level តែយើងអាចនិយាយពីនេះដែរ single និង multiple ដែរអញ្ចឹងយើងឃើញរូបមិញហ្នឹងយើងអាចនិយាយបាន multi level ក៏បានដែរណា multi level ឡើងយើងមើលទៅនេះ person នេះ3 level នេះ person មក sport person មួយហើយនិង student តែមួយទៀតហ្នឹងយើងនិយាយថាអញ្ចឹងក៏បានដែរតែបើយើងមកបែកជាប្រភេទ multiple និង single ក៏បានដែរនេះគឺអាស្រ័យលើ class យើងចង់ប្រើយើងចង់ inherit ចេញពីណាយើងប្រើក្នុងករណីប្រភេទអីចឹងទៅអញ្ចឹងនៅក្នុងករណីយើង inherit ដូចកន្លែងនេះអញ្ចឹងប្រកាសជា sport person ហើយនិង learner នេះវាជា parent របស់គេរបស់ student ហ្នឹងឯងអញ្ចឹងហ្នឹងវាជា concept អីគេហៅថា multiple ហ្នឹងឯងតែបើសិនជាយើងនិយាយពី multi level យើងមាន3ចេះមានដំបូងមានគេមាន person មាន person នេះចំណាប់បន្ទាប់មកមានគេមាន sport person
support person trong cáiគឺ student នេះចឹងទៅចឹងនេះក៏យើងអាចហៅថាវាជា multi level ដែរហ្នឹងអាស្រ័យលើការប្រើប្រាស់ inherit របស់យើងទេចឹងខ្ញុំនិយាយចឹងកាលណាយើង combine អីវាទៅហ្នឹងឯងតើណាចឹងវាអាស្រ័យលើការប្រើប្រាស់របស់យើងដែរចឹងដល់ពេលនេះខ្ញុំទៅសេទីហោះនេះគឺខ្ញុំដាក់ថា multi level វិញចឹង multi level ក៏វាអត់ថតដែរខ្ញុំនិយាយមិនចឹងវាថតដែរអាស្រ័យលើការប្រើប្រាស់របស់យើងទេតែឥឡូវនេះខ្ញុំសូមនិយាយតែជាមួយនឹង single inheritance និង multiple ហ្នឹងឯងចឹង multi level ចាំគ្នាតែបន្ថែមបន្ថែមណាចឹងដូចសម្ដងនេះគឺបាត់សំណងហ្នឹងខ្ញុំបង្ហាញបន្តិចតកន្លែងហ្នឹងតោះនេះគឺការងារខ្ញុំសាមិញទេខ្ញុំនិយាយពី recall inheritance ចឹងខ្ញុំបាត់ចោលចឹងខ្ញុំបើក sorry ខ្ញុំបង្កើត file ថ្មីទៀតគឺដាក់ថា hybrid នេះស្ដាប់ខ្ញុំមានអារម្មណ៍ថាផាប់ហើយផាប់ហើយតាំងមកនិយាយផាប់តាមអូខេអញ្ចឹងដាក់មកគឺ hybrid inheritance តោះអញ្ចឹងគឺចាប់ផ្ដើមសរសេរមកណាគឺប្រាំដាក់ថា hybrid អញ្ចឹងក្នុង context យើងគឺចឹង inheritance នេះយើងទីមួយយើងនិយាយពីអូខេទីមួយគឺ inheritance single inheritance ទីពីរយើងនិយាយពី multiple ណានិយាយពីសិនទេខ្ញុំ combine ពីរចូលគ្នាចឹងអាចនិយាយថា combine to type of inheritance ចឹងទៅ they are single inheritance និង multiple អូខេប៉ុណ្ណឹងណាចឹងឥឡូវយើងដឹងហើយថាយើងកំពុងធ្វើអីគឺយើង combine ពីរគឺ single inheritance និង multiple inheritance ពីរប្រភេទហ្នឹងបញ្ចូលគ្នាទៅជា hybrid inheritance យ៉ាងនេះចឹងចាប់ដើមសរសេរមកគឺយើងនិយាយខ្លះមកខ្លះគេយកខ្លះ percent ជាប្រភេទមនុស្សខ្លះមនុស្សដែរចឹងអាចសរសេរ method ទៅមក if ដាក់ថាឬក៏សរសេរ init សតទៅយ៉ាងបានមានព័ត៌មានខ្លះទៅមួយនឹងរបស់ព័ត៌មានគាត់ឬវាអាចជាមានឈ្មោះមានអាយុអីចឹងទៅបន្ទាប់មកយើងអាច init វាចោលប៉ុណ្្នឹងសិនចឹងយើងបើយើងចង់ display យើងអាច display info ប៉ុណ្្នឹងណាចឹងយើងបាន class មួយហើយគឺជា class មេរបស់យើងឬក៏ class កូននៃ class មួយនេះអានឹងយើងអាចកែតម្រូវតាមក្រោយចឹងឥឡូវនេះយើង init class មួយគឺឈ្មោះថា person ហើយយើងបង្កើតផងទៀតយើងចង់និយាយពីអីចង់និយាយពី sport អត្តពលគេហៅអីខ្ញុំអត់ទេមកដល់តោះចឹងបើយើងនិយាយពីនេះមុនបានថាយើងនិយាយពី single inheritance មុនបានថាខ្លះមួយទៀតវានឹងទទួលលក្ខណៈ inherit ចេញពី person នេះចឹងទៅចឹងគេហៅថាខ្ញុំមាន class employee ទីហោគ្នាយើងមិនជាសិស្សផងជាបុគ្គលិកធ្វើការផងចឹងទៅទីហោចឹងដាក់សម្រាប់ចឹងនេះគឺsyntaxដែលយើងទទួល inherit ចេញពី class person ចឹងយើងចាំតាម init ដូចគ្នាមកដោយសារវាមាន constructor init constructor មកមាន self ក្នុងនេះវាមាន name age មាន employee ID វាមាន sorry មិនដាក់ទេយើងគាត់ទីហោដាក់ position ក៏បានចឹងសម្រាប់កន្លែងនេះយើងត្រូវការប្រើប្រាស់ជាមួយនឹង super ដោយសារយើងត្រូវការយក init ចេញពី person ខ្លះចឹងកន្លែងនេះខ្ញុំ init វាចោលមួយទៅគឺ set.position អញ្ចឹងសម្រាប់ class យើងពេលនេះយើងបានហើយគឺបានមកពីហើយដែល class មេគឺ class person ហើយនេះគឺជា class កូនគេហៅ class child class អញ្ចឹងវាទទួលលក្ខណៈចេញពី person អញ្ចឹងអាពីរនេះគេហៅថា single inheritance អញ្ចឹងយើងអត់ត combine ទេទីទៀតយើងនឹង combine ចូលគ្នាអញ្ចឹងពេលហ្នឹងយើងអាចធ្វើការប្រកាស class មួយទៀតចង់និយាយពីអីយើងអាចដាក់ class student និយាយពីអីនិយាយពី employee មានជា student ដាក់ student ទៅអញ្ចឹង student នេះគឺយើងត្រូវទទួល inherit ចេញពីណាមកតែប៉ុណ្្នឹងឯងនឹងគឺបែបហ្នឹងណាឬក៏អញ្ចឹងវិញបើយើងនិយាយក្នុង context នៃកន្លែងធ្វើការ
យើងអាចថាយើងជា employee ហ៎ប៉ុន្តែយើង employee ផ្នែកអីទីហោអញ្ចឹងទីហោយើងជា student ទេប៉ុន្តែយើងជាបុគ្គលិកផ្នែកដាក់ថាdevelopment ណាឌីអញ្ចឹងក្នុង department អញ្ចឹងវាទទួល inherit ចេញពី class employee នេះអញ្ចឹងខ្ញុំមានឯកសារនេះមកគឺមានទៅលើ position ឬកាន់ខាងអីចឹងទៅថា specification ចឹងដែរគាត់ចំណេញខាងអីនៅក្នុងផ្នែក development ហ្នឹងជាអ្នក project owner ឬក៏ជា front end back end ចឹងទៅទីហោអញ្ចឹងនេះគឺយើង inherit ចេញពី employee ទាំងតែ employee នេះវាគឺជា class child boy ទេរបស់ parent អញ្ចឹងមកខ្ញុំបង្កើត class មួយទៀតខ្ញុំយក employee នេះធ្វើជា parent អាហ្នឹងគឺយើងអាចនិយាយបានថាវាជាប្រភេទនិយាយ multi pod ឬក៏ multi level ឥឡូវខ្ញុំបង្កើត class មួយទៀតណាហើយខ្ញុំទៅ inherit ចេញពី employee នេះចេះនេះតម្រងនេះនេះតម្រងគេជា multi pod ច្រើន multi pod អញ្ចឹងយើងGA យើងចង់សរសេរគឺឡើយហ្នឹងគឺបែបហ្នឹងប៉ុណ្ណាអញ្ចឹងបកមកវិញមកនេះយើង note នៅខាងលើនេះ multi pod អញ្ចឹងឥឡូវនេះបើយើងយក employee ធ្វើជា parent របស់ multi pod យើងអញ្ចឹងយើងអាចមាន class មួយទៀតហើយយើងទៅ inherit ចេញពី employee ដែរចឹងហ្នឹងយើងចូលនេះមកយើងតែបើសិនយើងអត់ទេយើងបង្កើត class មួយទៀតយើងទៅ inherit ចេញពីគេ development department នេះចង់ឲ្យថាយើង multi level class មួយទៀតទៅយកចេញពីអីគេ development department ហើយអានេះវាទៅយកពីនេះតទៀតចឹងគេថា multi level ចឹងហ្នឹងវាអាស្រ័យលើការប្រើប្រាស់ការសរសេរក្នុង logic យើងទេគេអត់តម្រូវថាយើងត្រូវប្រើ multi pod ឬក៏ multi level ទេចឹងហ្នឹងវាបែបហ្នឹងចឹងក្នុង concept យើងនេះបើយើងនិយាយទៅយើងចង់ទទួលលក្ខណៈយើងជា employee ទេប៉ុន្តែយើងទទួលលក្ខណៈនៅផ្នែកមួយទៀតចឹងទៅអញ្ចឹងយើងអាចបង្កើត class 2 class មួយគឺនិយាយពីព័ត៌មានទាក់ទង special engineer យើងនៅក្នុងអាជីពជាបុគ្គលិកនៅក្រុមហ៊ុនហ្នឹងហើយយើងកាន់កាក់អីហើយមួយទៀតគឺយើងជា employee តែប៉ុន្តែយើងធ្វើអីមួយទៀតនៅក្នុងក្រុមហ៊ុនហ្នឹងចឹងទៅហ្នឹងយើងអាចធ្វើការបង្កើត class មួយទៀតហ្នឹងទៅចឹងនេះជាទីហោទេប៉ុន្តែវិជាក់ស្នៃយើងអាចធ្វើអញ្ចឹងបានអញ្ចឹងគឺថាយើងជាអីនៅក្នុងផ្នែកក្នុងក្រុមហ៊ុនមួយទៀតតែយើងជា develop នៅក្នុង development department យើងជា project owner អញ្ចឹងយើងអាចធ្វើអីកែពីហ្នឹងទៀតអញ្ចឹងតែយើងអាចបង្កើត class មួយទៀតមកដើម្បីទៅទទួល inherit ចេញពី employee ដូចគ្នាអូខេអញ្ចឹងអាចដាក់ទៅត្រង់មួយហ្នឹងការទៅជួបគ្នានឹងហៅគេ customer service អញ្ចឹងទៅចេញពី employee ដែរអញ្ចឹងដូចគ្នាមកគឺ region នៅម្ដុំនេះ region តំបន់នេះអញ្ចឹង customer service មាន position នេះយើងយកមកអស់ហើយយើងយកចេញពីនេះនេះគឺមាន name age មាន position បន្ទាប់មកយើងមាននេះយើងមាន special facility លើអីតាមយើងអាចនិយាយពី region តំបន់នេះregion តំបន់នេះគោលដៅវិញនេះ customer service យើង service អីហ្នឹងយើងទៅពេញអត់អីដាក់ជាងចង់សិនតើយល់ឥឡូវនេះយល់អីខ្ញុំចង់ធ្វើនេះគោលម្ដងយើងលើយល់បានអត់យល់បានចាអូខេអញ្ចឹងខ្ញុំនិយាយឡើងវិញគឺដំបូងយើងនិយាយពី single inheritance យកមក combine ជាមួយនឹង multi pod អញ្ចឹងយើងបង្កើត class ដំបូងនេះគឺយើងឃើញថា person នេះវាជា parent របស់ employee អញ្ចឹងអាពីរហ្នឹងមានតែអ្នកតំណងគ្នាគេហៅថា single inheritance បន្ទាប់មកយើងចង់ combine ចូលគ្នាអញ្ចឹងយើង combine មួយ multi pod inheritance
ចេះសួរថាមួយណាជា multiple inheritance ចឹងអីដែលយើងកំពុងតែសេនេះគឺយើងមាន class employee មួយដែលមាន class 2ទៅទទួល inherit ចេញពីវាចឹង class 2ហ្នឹងគឺ class development department ហើយនិង customer service ចឹងគាត់ទៅទទួលលក្ខណៈចេញពី employee class ហ្នឹងពីរអញ្ចឹងឃើញថារូបភាពបែបនេះគេហៅថា multiple ប៉ុន្តែជាក់ស្ដែងយើងឃើញmultiple នេះពិតមែនប៉ុន្តែ employee នេះវាជាគេជាឆារបស់នេះទៀតចឹងថាឥឡូវនេះយើងឃើញ concept យើង combine គឺយើង combine ពីរបញ្ចូលគ្នាតែយើងក៏ចាប់អារម្មណ៍ថាចុះបើសិនជា person employee ហើយនិង development department នេះវាជា multi level អត់អាហ្នឹងជាប៉ុន្តែដោយសារ person ជា parent របស់ employee គឺជា parent របស់ development department អញ្ចឹងអាហ្នឹងមានតំណែងក្នុងរូបភាពជា multi level ដូចគ្នាទេប៉ុណ្ណាប៉ុន្តែសុទ្ធតែចង់ customer service វិញជា multi level នៅតែជា multi level ដោយសារតែ customer service វាទទួលចេញពី employee ហើយ employee ចេញពី person ដដែលតែបើយើងកាត់យកទៅមកកណ្ដាប់នេះអានេះគេហៅថា multiple level អញ្ចឹងយើងអាចឃើញថាឥឡូវនេះវាមាន inheritance 3បាទនៅក្នុងហ្នឹងតែបើសិនគ្នាកាត់ចេះវិញខ្ញុំនេះខ្លះ development department នេះទៅ inherit ចេញពី person ហើយ employee ចេញពី person អញ្ចឹងហៅថា parent វាគឺជា parent class person គឺជា parent class របស់ employee ហើយនិង development department អញ្ចឹងអាពេលនេះវាគ្រាន់តែជាឆាបនេះទេអញ្ចឹងវានៅតែជាទម្រង់ multiple ដដែលអញ្ចឹងពេលនេះ parent វាឡើងជា single ជាមួយនឹង employee ទៀតហើយអញ្ចឹងសុទ្ធតែចឹងណាជា single អញ្ចឹង single វាអាចចេញចេះវិញវាអាចជា customer service ហ្នឹងទៅ inherit ចេញពី development department អញ្ចឹងអាហ្នឹងវានៅតែជា single inheritance ទេប៉ុន្តែតំណែងវាគឺវាផ្លោយទៅដល់នេះបើសិននេះដល់អញ្ចឹងវានៅតែក្រមរូបភាពវាហៅថាmulti level ដែរទេអញ្ចឹងយើងឃើញថាវានៅមានតំណែងគ្នាទៅវិញទៅមកបែបនេះចឹងពេលយើង combine ទៅវាបែបហ្នឹងវាទលំទលាយមែនតើក្នុងការបើវាតែសុទ្ធថា logic យើងពិតជាចង់បានអញ្ចឹងបើសិនជាយើងចង់បានអញ្ចឹងយើងអត់តែ require អីទៅសរសេរ combine បែបហ្នឹងទេវាធ្វើឲ្យ data យើង lag វិញបើថាគេ access បានច្រើនពេកហ្នឹងទៅអូខេអញ្ចឹងឥឡូវនេះយើងមិនទាន់ដល់ចំណុចគេហៅថា access modifier ទេនៅវាតកតងមួយនឹងការ access ទៅលើ data ទៅលើbehavior អញ្ចឹងអ្នកណាអាចមានសិទ្ធិ access អញ្ចឹងទៅក្នុងចំណុចក្រោយឥឡូវនេះគឺយើងយកប៉ុណ្្នឹងសិនមកហើយយើងធ្វើការបង្កើត object មកយើង need object មក object យើងនិយាយពីអីនិយាយពី department development ចានេះគឺជា class នេះ development department យើងអញ្ចឹងមានឈ្មោះអ្នកគេជាបុគ្គលិកអ្នកឈ្មោះនេះយកមកទៅហើយមកជួយ position គាត់ជាអីអញ្ចឹងទៅ position គាត់ជា developer ហើយគាត់ specialist ទៅលើអីទៅលើ Python អញ្ចឹងទៅហ្នឹងគឺបែបនេះសួរថាយើងអាច pass achievement 4អញ្ចឹងបានដោយសារយើងប្រើ concept inheritance យើងតែយើងនេះប្រើ super ហើយ inherit មកឡើងឯងអូខេអញ្ចឹងគ្នាយើងអាចធ្វើការ print ជាមួយនឹង info យើងនេះdot ទៅកាន់នេះ display development info ប៉ុណ្ណឹងអញ្ចឹងអាចតែនេះបានcd ចូលមកកាន់ model តិចណា sorry Python ឈ្មោះរបស់យើងគឺ hybrid array អូខេយើងសរសេរលើកឡើងមើលទីនេះយើងឃើញថានេះនៅ line ទី23 display employee info នេះវាមាន employee ID នេះទេអញ្ចឹងតែយើងទៅសេ line 23ដាក់មកនេះយើងអត់មានទេហេតុអីមកយើងទៅសេអញ្ចឹងវាលើចេញឲ្យលុបខ្ញុំណាដល់ទៀតតោះនៅក្នុង file នឹងដដែលតែនៅ line ទី41ម្ដងមើលមើល array គេនេះ save dot ប៉ុណ្ណេះហើយនេះគឺ save dot គេ programming language
สุดท้ายยังมีแต่แต่นั่งออกเนี่ยโปรแกรมยังก็ยังมีอ่ะคือมีแต่ยังมี specialization นะ specialization จังยังจะใช้คำอะไรจังยังจอดอีกแบบ replay ไว้แต่การเก็บภาษาวิมีแต่แต่นั่งพอมันกันนะแต่แต่นั่งมีช่วงนึงจังยังไงนะการใช้วิยังเกิดอะไรโปรแกรมยังไงก็จะวิมีแต่จัง specialization มันตรงจังยังดังหลังเข้ามามีได้chẳng bao giờ gì mơ tới thấy việc khâuที่đấy chẳng cài hai các bạn mình về dừng ok rồi clear mình nhé bị bạn mũi gì đừng phải gì nè trên cái máy nó display info mua nhé display info mua nhé cả nó display info mua ní min gì min bạn sẽ gì hồi xong cả các bạn sẽ chẳng phải để biết tay inherit mà inherit trên pin do gì mà nhỉ cái bạn ta đi mò ta là bạn là lời mà ta lần chẳng gặp min này affiliate là cái hồi xem mà cái rồi giờ toàn là xây mình nói như là xây thì còn hai bị khóc đấy thì một trào chẳng thì xây nóคือนี่ของ string เสียไปหนึ่งทีchẳng sắp được hồi xem mà ok toàn đi có xin tặng cái gãy it's not defined ok giờ làm lục đi cho mỗi bạn này sắp máy dùng tịnh bật nhé cho đi lên mình tập đầu tiên đó ra cái những cái hay ok chắc những khơi này miền thổi sân như đây nói được còn miền nói user bằng to gì nè cho đi dân dạy vì đi lọc mình định bánh cho dân dạy vì customer xong này chắc những anh phải cài object như thế customer sorry cho dân vô class đi máu học rồi hay dân đặt mua máu miền chuột bóp miền phải bày tới chẳng có thuê cái này support agent với chất region các căn lên bọn này thì họ đặt với cho dân info được gì mà chắc info bênนี้มี 100 vô trên phía cái employee hay nhấn person bây giờ này á để sai dân sẽ cái mà default chẳng mà default vô chạm vô trên phía employee để vô employee được nè chẳng dân là bên sẽ mà phía dân làตัวbạn trên tập vì employee nên person thì chẳng là những thời ấy như miền buồn phiền ấy hoặc buồn bạn này chẳng những ai display bán thì display customer sẽ bị info dạng này display bán hay những mà nó object phi xây cái này hay class phi xây cái này trong một giai đoạn trong cái class mục tiết các bạn này để mình chọn điều là mình mình đã các bạn người ta nhầm tại thằng mũi chứ hay nhầm đặt phi phải xây cái này cái chắc là cái ban này dân còn bán cái số mang cho nên tích và đây giờ ai cặp thôi đang xây bằng bình thường tuần ba đấy như là nhá tuần này Toàn ban chờ cái này sẽ còn ra shop này nhưng mà OP riêng mặt ta mình nghĩ cái là anh toàn này vậy vì tệ cái này là hồi rồi đó và cái chơi bài boss toàn chơi operator nên phải giờ đây tại OP giờ đấy vì tệ là nó phải cho nó polymorphism nhưng vậy bây giờ polymorphism này và tái chập ta xây codeคือเคยมีแหละกันใน inherit มาได้ใช่ไหมกันเนี่ยตอนดังเกณฑ์ inheritance ของการเรียน polymorphism อัดเจตตัวนั้นจะมีไปแจกกันแหละนี้เรียนชุบมีไปคือหลายก่อนให้